គោរពជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទអេសានពនេចរហើយថ្ងៃនេះដែរខ្ញុំមានដំណើរកម្សាន្តមួយទៅកាន់ភ្នំគិរីរម្យដោយពេលនេះខ្ញុំបានចេញពីភ្នំពេញនៅម៉ោង5កន្លះព្រឹកទៀបភ្លឺជាក់ស្ដែងគឺយើងអត់ទាន់ភ្លឺស្រួលបួលទេយើងនៅរៀងងងឹតតិចហើយឥឡូវនេះខ្ញុំចូលចាក់សាំងមុននឹងចេញទៅគិរីរម្យchậm pính học bánh thơm là không mắn này màu chất đòi tuyệt hỏi ហើយម៉ូតូរបស់ខ្ញុំហ្នឹងគឺចាក់មួយពេញហ្នឹងគឺ10លីត្រជាងដោយសារតែនៅក្នុង reservoir ហ្នឹងគឺមានសាំងខ្លះហើយនៅពេលដែលខ្ញុំចាក់ហ្នឹងគឺអស់9លីត្រជាងអញ្ចឹងបើយើងគិតជាលុយខ្មែរក្បែរ 50000 ដែរឥឡូវនេះខ្ញុំចាក់សាំងរួចរាល់ហើយគឺត្រៀមចេញដំណើរទៅកាន់ភ្នំគិរីរម្យតែម្ដងហើយខ្ញុំទៅនេះនៅក្នុងខែ5 2026នេះឯងជារដូវដែលមានភ្លៀងធ្លាក់ក៏ប៉ុន្តែនៅពេលដែលខ្ញុំទៅនេះគឺចេញនៅពេលព្រឹកគឺអត់មានភ្លៀងធ្លាក់ហើយក៏អត់មានរលឹមនៅពេលព្រឹកនឹងដែរក្រោយពីខ្ញុំធ្វើដំណើរប្រហែលជិត20នាទីឥឡូវនេះបានមកហួសថ្នល់ទទឹងប្រហែលជា2គីឡូហើយក៏ប៉ុន្តែពេលមកតាមផ្លូវគឺម៉ូតូខ្ញុំនឹងរៀងលឺច្រវាក់នឹងធូរច្រវាក់បន្តិចអញ្ចឹងហើយខ្ញុំឈប់ដើម្បីចូលជាងឲ្យគាត់បាញ់ spray និងរឹតច្រវាក់បន្ថែមដើម្បីឲ្យយើងជិះទៅតាមផ្លូវហ្នឹងកុំឲ្យវាលាន់លឺដោយសារតែរដូវនេះជារដូវខែភ្លៀងអញ្ចឹងហើយសម្រាប់ម៉ូតូធំគឺយើងត្រូវមើលថែច្រវាក់បន្តិចដោយសារតែវាខ្ទាតមានខ្ទាតទឹកហើយខ្ទាតដីងាយនឹងច្រវាក់លឺហើយច្រេះឆាប់ខូចព្រោះច្រវាក់ម៉ូតូធំបើសិនជាយើងខ្វះការមើលថែទេគឺច្រវាក់នៅខែភ្លៀងនេះគឺងាយនឹងខូចហើយឥឡូវនេះតាមដាននឹងទស្សនាទស្សនភាពនិងទេសភាពនៅតាមដងផ្លូវទៅកាន់ភ្នំគិរីរម្យជាមួយខ្ញុំទាំងអស់គ្នា
ខ្ញុំធ្វើដំណើរបានប្រហែលជា40នាទីយើងបានមកដល់ត្រែងត្រយើងគៀកនឹងច្រកចូលទៅកាន់ភ្នំគិរីរម្យហើយជាក់ស្ដែងហ្នឹងខ្ញុំអត់បានឈប់តាមផ្លូវដើម្បីទិញអីញ៉ាំទេគឺយើងចាំទៅឈប់នៅមុខច្រកចូលទៅភ្នំគិរីរម្យដើម្បីទិញអីញ៉ាំនៅលើភ្នំតែម្ដងtính này toàn miền bài à thằngมันชัดกับมวยเมื่อนั้นเมียนม้วนเมียนไตรเมียนไก่ไปมามันม้วนด้วยมันเมียนด้วยมันเอาด้วยไปเอา ហើយឥឡូវហ្នឹងខ្ញុំឈប់នៅផ្សារទិញមាន់មួយត្រីមួយត្រីដុតហើយនឹងកែបបោកហើយនឹងបាយ5ប្រអប់និងភេសជ្ជៈគ្រឿងកំប៉ុងខ្លះទៀតដើម្បីយកទៅញ៉ាំលើភ្នំគិរីរម្យជាក់ស្ដែងក៏មានបងប្អូនយើងគាត់លក់អាហារក៏ដូចជាគ្រឿងកំប៉ុងផ្សេងៗនៅលើភ្នំច្រើនដែរប៉ុន្តែដោយសារថាខ្ញុំអត់ចង់ឈប់ញ៉ៃច្រើននៅតាមផ្លូវគឺយើងធ្វើការទិញនៅក្រោមតែម្ដងព្រោះដោយសារតែរបស់ខ្លះប្រើប្រាស់ចាំបាច់ហ្នឹងគឺនៅខាងលើហ្នឹងគឺអត់មានទេអញ្ចឹងយើងចាំបាច់ទិញនៅខាងក្រោមហើយគឺយកទៅលើដើម្បីទុកញ៉ាំហើយខ្ញុំមកដល់ច្រកចូលភ្នំគិរីរម្យនេះគឺម៉ោង7:20នាទីព្រឹកគឺខ្យល់អាកាសនៅតាមដងផ្លូវគឺត្រជាក់ហើយចំណែកទេសភាពវិញគឺស្អាតបងប្អូននៅតាមដងផ្លូវនៅក្នុងខែ5នេះ
ហើយឥឡូវនេះខ្ញុំបានមកដល់កងត្រប្រះទី1ដែលត្រូវឆ្លងកាត់ឡើងទៅលើភ្នំគិរីរម្យហើយឃើញថាមានបងប្អូនយើងជាច្រើនគាត់មកលេងកម្សាន្តនៅគិរីរម្យនាចុងសប្តាហ៍នេះ